ឥឡូវមានអីទៅពិបាកចង់ទៅលេងសមុទ្រមួយថ្ងៃវិលល្ងាចឬក៏មួយយប់ពីរថ្ងៃគឺស្រួលមែនទែនហើយជាពិសេសអ្នកនរគ្នាទៅលេងខេត្តកែបអាចដែលដឹងសោះថានៅកែបមានឆ្នេរសមុទ្រស្អាតមានទីកន្លែងដើរលេងឡើងច្រើនដែលដឹងពីមុនបើថាចង់ទៅសមុទ្រគឺទៅខេត្តផ្សេងហ្មងខេត្តកែបគឺមើលរំលងប៉ុន្តែឥឡូវអត់ទេខេត្តកែបមួយគឺមិនអាចមើលរំលងតតែសោះអ្នកនរគ្នាមើលតាមវីដេអូខ្ញុំដឹងហើយថាទិដ្ឋភាពព្រះរៀបលេងស្អាតប៉ុណ្ណាហើយជាពិសេសខ្យល់បរិសុទ្ធមានការដេកតុបតែងមួយចំនួនដែលពីមុនខ្ញុំអត់ដឹងណាហើយអីដែលសំខាន់ណានៅនឹងจึงមានអីដែលពិសេសពីនឹងទៀតជាពិសេសនៅថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យពេលយប់ចាប់ពីម៉ោង4ទៅគឺមានអ្វីដែលពិសេសជាពិសេសពេលយប់ឡើងគេមានដាក់ដូចប្រចាំងកុនអញ្ចឹងឲ្យយើងមើលអញ្ចឹងទៅពេលយប់សង់ទីម៉ងអីអញ្ចឹងទៅហើយក៏មានក្រុមចម្រៀងឡើងជាឲ្យយើងស្ដាប់មិនថាជាជនជាតិខ្មែរឬក៏បរទេសទេហើយមួយទៀតពេលព្រលឹមឡើងអ្នកនរគ្នាដើរជុំវិញកន្លែង resort គេហ្នឹងណាហើយខ្ញុំគេកន្លែងផ្សេងទេតែដើរមកលេងកន្លែងហ្នឹងអូយហើយផ្ទៃមេឃបរិយាកាសល្អកន្លែងមានអាហារញ៉ាំពេលព្រឹកពេលថ្ងៃពេលយប់ពីចំទៅបែបស្រួលងាយអត់ហត់អត់មានត្រូវចំណាយកម្លាំងអីច្រើនយើងមកបែបសប្បាយ relax ហ្មងអីដែលសំខាន់អ្នកទាំងអស់គ្នាដើម្បីយើងអាចដំណើរកម្សាន្តមកទីនេះបានគឺយើងត្រូវតែមាន app Red បានក្នុងទូរស័ព្ទដែរដើម្បីកក់ទៅតាមទីតាំងដែលយើងចង់ធ្វើដំណើរកម្សាន្តនេះខ្ញុំចង់ទៅកែបអញ្ចឹងកក់កែបទៅចង់ជិះឡានអីក៏អីប្រហែលអ្នកទៅគ្នាប្រហែលអ្នកផេលុយស្រួលហើយពេលដល់មកគេខលមុនប្រាប់ទៀតថាបងត្រូវឡើងឡានមកប៉ុណ្ណេះហើយចាំជាក់ស្ដែងនៅពេលដែលយើងធ្វើតាមលំដាប់ដោយទៅយើងដឹងថាយើងចង់ជិះឡានអីចេញពីភ្នំពេញម៉ោងប៉ុន្មានទៅដល់ខេត្តម៉ោងប៉ុន្មានយើងមានថាពេលយើងដឹងពេលវេលាជាក់លាក់ចឹងទៅយើងមាន plan 1 plan 2 plan 3ដើម្បីស្រួលដើម្បីដំណើរកម្សាន្តយើងល្អប្រសើរយើងគ្រាន់តែ select កៅអីដែលយើងចង់បានដាក់លេខទូរស័ព្ទហើយយើងពេញឈ្មោះគ្នាយើងមកហើយយើងផេលុយគឺរួចជាស្រេចគឺស្រួលមែនតើហើយមាន promotion ផ្សេងៗនេះអ្នកដែលធ្លាប់ប្រើគឺដឹងហើយអញ្ចឹង complete ណាពេលទៅដើរលេងមាន app Red បាននៅក្នុងដៃងាយស្រួលមែនតើអ្នកទាំងអស់គ្នាអូខេ complete ហើយជួបគ្នាវីដេអូក្រោយ